តាមការគ្រងទុករបស់សម្ដេចមហាបវរធម្មតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាដែលបានបញ្ជាក់កាលពីថ្ងៃទី2មិថុនានិងដែលមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីសម្ដេចនាយកហ៊ុនសែនប្រធានព្រឹទ្ធសភាឥឡូវនេះគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំ3ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចនិងប្រាសាទតាក្របីត្រូវបានបង្កើតចេញជារូបរាងហើយបើតាមសេចក្តីសម្រេចចុះថ្ងៃទី6មិថុនា2025រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយទទួលខុសត្រូវរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីតំបន់មុំ3ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចនិងប្រាសាទតាក្របីដោយក្នុងនោះបានតែងតាំងរដ្ឋមន្ត្រី4រូបរួមមានឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិធ្វើជាប្រធានឯកឧត្តមហុងជុនរិនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអាដាមកើតរិនឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងលោកជំទាវភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអនុប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលអាដាមប៉ែនបូណាបានឲ្យដឹងថាគណៈកម្មការនេះមានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិដើម្បីការពារក្តីពិនិត្យនិងសម្រេចឯកសារនានាដែលត្រូវបានដាក់ទៅតុលាការធ្វើទំនាក់ទំនងជាមួយតុលាការនិងធ្វើការតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយនេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង4នេះទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារបូរណភាពទឹកដីកម្ពុជាបណ្ដឹងនេះបានទទួលការគ្រប់គ្រងជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភាក៏ដូចជាសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសនិងគ្រប់និន្នាការនយោបាយដែលស្ដែងឲ្យឃើញពីឯកភាពជាតិខ្មែរនិងខ្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាលនិងនៅពីក្រោយកងទ័ពដ៏អង្អាចក្លាហានតាមរយៈអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្ដេចមហាបវរធម្មតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបញ្ញាខិតខំប្រឹងប្រែងនិងបដិបត្តិបំផុតក្នុងការការពារបូរណភាពទឹកដីដោយមិនអនុញ្ញាតឲ្យបាត់បង់សូម្បីតែ1មីលីម៉ែត្រឡើយការបញ្ញាចិត្តនេះមិនមែនត្រឹមតែពាក្យសម្ដីប៉ុន្តែគឺជាសកម្មភាពជាក់ស្ដែងទន្ទឹមគ្នានេះអាដាមប៉ែនបូណាបានអំពាវនាវដល់ពលរដ្ឋឲ្យមានចិត្តស្ងប់កុំអន្ទះសារនិងរងចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលដោយត្រូវប្រកាន់ខ្ជាប់នៅអរិយាប័ត្រនឹងណូអត់ធ្មត់ហើយប្រើបញ្ញាជាជាងប្រាអារម្មណ៍ជាពិសេសគំនងគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាង